ការប្រយុទ្ធ3យ៉ាងមានអំណាចបំផុតអ្នកនឹងមិនជឿទេសង្គ្រាមណាដែលបានឈានដល់លេខ1នៅលេខ3គឺជាសង្គ្រាមណាប៉ូឡេអុងសង្គ្រាមទាំងនេះបានផ្លាស់ប្ដូរអឺរ៉ុបជាស្រុងស្រាវកងទ័ពរបស់ណាប៉ូឡេអុងបានឈ្នះដែនដីធំធេងជាច្រើនហើយមានមនុស្សរាប់លាននាក់បានស្លាប់ក្នុងសមរភូមិដែលបានបំលែងប្រវត្តិសាស្ត្ររបស់មនុស្សជាតិនៅលេខ2គឺជាសង្គ្រាមលោកលើកទី1សង្គ្រាមសាធារណៈអន្តរជាតិដ៏សាហាវមួយដែលបានបង្ហាញអាវុធថ្មីៗដូចជារថក្រោះកំភ្លើងយន្តនិងអាវុធគីមីវាបានបណ្ដាលឲ្យមានការស្លាប់ជាង15លាននាក់និងការផ្លាស់ប្ដូរអំណាចនយោបាយធំៗនៅជុំវិញពិភពលោកហើយនៅលេខ1គឺជាសង្គ្រាមលោកលើកទី2សង្គ្រាមដ៏សាហាវនិងមានការបំផ្លាញច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដោយមានគ្រាប់បែកនុយក្លេអ៊ែរសមរភូមិរថក្រោះដ៏ធំនិងកងទ័ពច្រើនជាងគេសង្គ្រាមលោកលើកទី2បានផ្លាស់ប្ដូរពិភពលោកទៅជារូបរាងថ្មីជារៀងរហូត